សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃខ្ញុំមកប្រាប់ពីការបញ្ចូល Mobile Legends តិចណាព្រោះថាមានគ្នាយើងគាត់បញ្ចូលខុសច្រើនគឺបញ្ចូលបរាជ័យច្រើនហើយមូលហេតុដែលបរាជ័យហ្នឹងនៅក្នុងហ្នឹងមានមួយចំណុចដែលសំខាន់ណាអញ្ចឹងឥឡូវទាំងអស់គ្នាចូលទៅក្នុង game មកចាអញ្ចឹងយើងរើសយក Mobile Legends ហ្នឹងមកចាអញ្ចឹងកន្លែងនេះយើងត្រូវដាក់ ID មែនទេចាអញ្ចឹងឡើយនេះយើងត្រូវដាក់ ID គ្នាយើងអត់បញ្ចូលលេខ server ទេអញ្ចឹងកាលណាអត់បញ្ចូលលេខ server គឺការបញ្ចូលប្រាជ័យអីអញ្ចឹងលេខ server យើងត្រូវពិនិត្យឡើយណាឧទាហរណ៍ថានៅក្នុងនេះក្នុងនេះហ្គេមឃើញទាំងអស់គ្នាឃើញ ID ទេហ្នឹងហើយអញ្ចឹងលេខ server គឺជាលេខនៅក្នុងវងកញ្ចក់ណាអញ្ចឹងពេលអ្នកទាំងអស់គ្នាបញ្ចូលទាំងអស់គ្នាត្រូវតែបញ្ចូល ID ទាំងអស់ជាមួយនឹងលេខ server នៅក្នុងវងកញ្ចក់ដែរប៉ុន្តែសញ្ញាវងកញ្ចក់ហ្នឹងយើងមិនដាក់ទេអញ្ចឹងពេលដែលយើងវាយនៅក្នុងកម្មវិធីអញ្ចឹងបងប្អូនគ្នាពេលវាយនៅក្នុងកម្មវិធីកន្លែងបញ្ចូលលេខឡើយនេះបងប្អូនគ្នាវាយភ្ជាប់គ្នារហូតមកណាឧទាហរណ៍ហ្នឹងហើយអញ្ចឹងលេខ server ហ្នឹងយើងមិនដក clear ឬក៏មិនដាក់សញ្ញាទេគឺយើងវាយភ្ជាប់គ្នាទៀតមកអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងចុចចេះមកចាហើយបន្ទាប់មកយើងរើសចំនួនពេជ្រដែលយើងចង់បញ្ចូលទៅណានេះកន្លែងនេះហ្នឹងហើយហើយបន្ទាប់មកយើងចុចការបញ្ចូលការទៅនោះនឹងបានជោគជ័យហើយអញ្ចឹងកុំភ្លេចសរុបមកវិញបញ្ចូល Mobile Legends អ្នកនរគ្នាត្រូវបញ្ចូលទាំងលេខ server គឺលេខនៅក្នុងវងកញ្ចក់នឹងដែរណាទើបការបញ្ចូលបានជោគជ័យចាអរគុណ